បាទតើជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះប្រែកប្រាបេតាហ្វាមបាទចេញវីដេអូមួយបាទជាវីដេអូខ្លីៗទេហើយក៏ជាបទពិសោធន៍ចែករំលែកកលឹះបន្តិចដែរនៅពេលដែលនៅរដូវប្រាំងហើយមានកូនរដូវវស្សាបាទសម្រាប់នៅកន្លែងខ្ញុំនេះបាទម្សិលមិញហើយនឹងថ្ងៃនេះបាទគឺមានភ្លៀងធ្លាក់ខ្លាំងបាទមានភ្លៀងធ្លាក់ខ្លាំងរហូតលិចបាទលិចទឹកបាទលិចទឹកពេញហ្នឹងហើយលូទាំងអស់នេះគឺទឹកចូលទឹកភ្លៀងបាទចូលទឹកភ្លៀងឡើងស្មើបាទឡើងស្មើនឹងសយោបិទរបស់ខ្ញុំហើយកាលណាក្រោយមេឃភ្លៀងធ្វើឲ្យត្រីបងប្អូនបាទធ្វើឲ្យអាងត្រីរបស់យើងមានបញ្ហាបាទបញ្ហាមិនត្រឹមតែស្រូវត្រីទេបាទចង់បញ្ហាដល់ម្ចាស់ត្រីទៀតបាទថ្ងៃនេះខ្ញុំមកចែកម្លែកបទពិសោធន៍ខ្លះសម្រាប់បងប្អូនយើងបាទវិធីសាស្ត្រដែលមិនអោយភ្លៀងកក់ខែបាទមានបញ្ហាដល់ត្រីបងប្អូនអាចធ្វើបញ្ហាធ្វើដូចខ្ញុំបាទបងប្អូនអាចបាញ់ទឹកបាទបាញ់ទឹកអញ្ចឹងបាទបាញ់ទឹកចូលអាងត្រីបន្ថែមបាទគឺបាញ់ទឹកម៉ាស៊ីនយើងហ្នឹងបាទបងប្អូនមានទឹកស្តុកស្អាតក៏បាញ់ទឹកស្តុកស្អាតទៅតែខ្ញុំបាញ់ទឹកម៉ាស៊ីនតែម្ដងបាទប៉ុន្តែយើងមិនបាញ់ចូលច្រើនទេបងប្អូនកាលណាយើងបាញ់ចូលច្រើននាំឲ្យមានផលប៉ះពាល់ដល់ត្រីវិញអញ្ចឹងបងប្អូនបាញ់ដូចខ្ញុំបាទកុំឲ្យវាឡើងបាទវាឡើងម្សៅវាឡើងដីបាទម្សៅដូចវាឡើងដូចខ្លាញ់អញ្ចឹងបងប្អូនកាលណាយើងប្រើស្លឹកចេកហើយភ្លៀងវាចូលអញ្ចឹងវាគេហៅថាភ្លៀងអាស៊ីតអញ្ចឹងបងប្អូនបាញ់គ្រប់អាងបាទដែលមានត្រីហ្នឹងបងប្អូនបាញ់ដូចខ្ញុំអញ្ចឹងបាទបាញ់ចូលរឿយហើយឲ្យបាញ់អញ្ចឹងវាត្រជាក់បាទវាត្រជាក់ផងហើយវាធ្វើការកាត់បន្ថយអាស៊ីតបាទពីព្រោះទឹករត់របស់យើងវាមាន pH ខ្ពស់ហើយនឹងវាមានជាតិខ្លោប៉ុន្តែអញ្ចឹងយើងបាញ់អត់ច្រើនទេបងប្អូនបាញ់ដូចខ្ញុំអញ្ចឹងរាល់ថ្ងៃបាទរាល់ថ្ងៃបាទបាញ់រហូតដល់ត្រីយើងហ្នឹងទឹកហ្នឹងវាឡើងថ្លាល្អឡើងលែងមានបញ្ហាមើលទៅឃើញថាទឹកហ្នឹងលែងមានបញ្ហាតែម្ដងបាទសម្រាប់បងប្អូនអ្នកចិញ្ចឹមត្រីនៅពេលដែលទឹកមានបញ្ហាខ្ញុំគិតថាបងប្អូនអាចយល់ហើយអញ្ចឹងបងប្អូនបាញ់ដូចខ្ញុំអញ្ចឹងហើយវិធីសាស្ត្រមួយទៀតបងប្អូនអាចបហូរបាទបងប្អូនអាចបហូរទឹកហ្នឹងបាទបហូរវាចេញ 50% ទៅហើយរងចាំចប់បាទរងចាំចប់រដូវភ្លៀងមានន័យថាវាអាចភ្លៀង3ថ្ងៃ4ថ្ងៃអញ្ចឹងពេលដែលចប់បងប្អូនថែមទឹកបាទថែមទឹកឡើងវិញទៅបាទនេះជាបញ្ហាដោះស្រាយនៅពេលដែលយើងភ្លៀងអាស៊ីតបាទភ្លៀងដំបងនៅក្នុងរដូវក្តៅនេះអញ្ចឹងបងប្អូនបាញ់ដូចខ្ញុំអញ្ចឹងបាទបាញ់អញ្ចឹងទៅបាទបងប្អូននឹងលែងជួបបញ្ហាត្រីឈឺត្រីមានបញ្ហាជំងឺនៅក្នុងលូនៅក្នុងអាងនៅក្នុងអីហើយបាទហើយអាងនោះខ្ញុំទើបតែបាញ់រួចបងប្អូនបាទទើបតែបាញ់រួចហើយមកបាញ់លូម្ដងក៏នឹកឃើញថតចែកបទពិសោធន៍នេះជូនបងប្អូនបាទអញ្ចឹងវីដេអូឥឡូវក៏មិនសូវបានធ្វើដែរបងប្អូនមិនសូវបានធ្វើដែរអញ្ចឹងតតែនឹកឃើញឆ្លៀតអាកាសបានយើងអាចធ្វើបានបាទធ្វើបដាថតបដាបាទនេះកាន់ដៃស្ដាំថតដៃឆ្វេងបាទហើយបាទសម្រាប់ដែលលូផ្សេងទៀតហ្នឹងគឺខ្ញុំមានរុក្ខជាតិដូចជាស្មៅទឹកចកសារាយពេញលូអញ្ចឹងខ្ញុំមិនសូវបារម្ភទេបងប្អូនណាសូវបារម្ភទេចង់ភ្លៀងយ៉ាងម៉េចបាក់មេឃមិនក៏ភ្លៀងទៅបាទมันបារម្ភទេប៉ុន្តែសម្រាប់យើងនៅក្រោមបាទនៅក្រោមសំណាញ់ក៏ដូចជាតង់យើងគ្របវាអញ្ចឹងគឺទឹកភ្លៀងចូលតិចតួចវាមានបញ្ហាបាទអញ្ចឹងយើងត្រូវតែទប់ស្កាត់វាឲ្យទាន់បើមិនទាន់ទេបាទគឺត្រីយើងនឹងកើតជំងឺស៊ីទឹកស៊ីកតុយបាទតម្បៅខ្លួនបាទស្វិតខ្លួនបាទមានបញ្ហាច្រើនពាក់ព័ន្ធនឹងភ្លៀងអាស៊ីតនេះបាទអរគុណបាទចែករំលែកប៉ុណ្ណឹងអរគុណសម្រាប់ការគ្រប់គ្រងនិងបាទ Subscribe ជួយ Like ក៏ដូចជាជួយ Share បាទសម្រាប់វីដេអូរបស់ព្រេចប្រាបេតាហ្វាមបាទជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ